មកដល់ឥឡូវនេះពួកគាត់បានត្រៀមខ្លួនបានចូល3ខែបាទយើងត្រៀមខ្លួនតាំងពី3ខែមុនបាទសម្រាប់ថ្ងៃនេះមានកិត្តិយសធំធេងបំផុតដែលបានជួបថ្នាក់ដឹកនាំផ្ដល់កម្លាំងចិត្តហើយនឹងទឹកចិត្តអ្វីៗដែលពួកយើងចេញទៅប្រកួតនៅប្រទេសបារ៉ែនតវលិករបស់យើងខាងវិស័យគុនខ្មែរយើងនេះចេញទៅនេះមាន9នាក់ហើយទាំងគ្រូផាត់ស្ដាទាំងខ្ញុំវា2នាក់ទៀតវាឡើង11នាក់បាទហើយតវលិករបស់យើងហ្នឹងគឺយើងរើសពីក្រោមអាយុ15ឆ្នាំនិងក្រោមអាយុ16ឆ្នាំអញ្ចឹងអ្នកដែលតវលិកយើងទៅហ្នឹងសិតតែក្រោមក្មេងក្រោមអាយុ16 15មកដល់ឥឡូវនេះពួកគាត់បានត្រៀមខ្លួនបានចូល3ខែបាទយើងត្រៀមខ្លួនតាំងពី3ខែមុនយើង3ខែសម្រាប់ពួកយើងវាគ្រប់គ្រាន់ដោយសារអីវាច្រើនដែរហើយវាក៏វាយូរដែរ3ខែមិនមែនតិចថ្ងៃទេអញ្ចឹងយើងត្រៀមខ្លួនបានល្អប៉ុន្តែកីឡានេះយើងត្រៀម3ខែមែនប៉ុន្តែពួកយើងសិតតែវឹកហាត់រាប់ឆ្នាំមកដែរហើយការបង្ហាត់របស់យើងទៅនេះយើងព្យាយាមទី1បង្ហាញពីសិលធម៌នៃរបស់ខ្មែរយើងបាទស្លូតត្រង់ស្មោះត្រង់ហើយទី2យើងបង្ហាញពីក្បាច់គុនបុរាណគុនខ្មែររបស់យើងនៅឆាកអន្តរជាតិទោះលទ្ធផលយ៉ាងណាយើងមិនទាន់ដឹងមុនទេគ្រាន់តែពួកយើងទៅនេះគឺសង្ឃឹមថាពួកយើងនឹងយកជ័យជំនះជូនប្រទេសជាតិយើងឲ្យបានបាទការចេញដំណើរនេះយើងព្រួយបារម្ភតបលិតរបស់យើងទី1ពួកគាត់បទពិសោធន៍ចេញទៅក្រៅប្រទេសហ្នឹងពួកគាត់អត់សូវមានហើយទី2ព្រួយបារម្ភការហូបចុកអីមិនទីទួយអញ្ចឹងបាទអញ្ចឹងយើងក៏ត្រៀមរបស់របរដែលយើងត្រូវយកទៅហូបបន្ថែមអ្វីដែលគាត់ហូបបានអញ្ចឹងយើងដាក់ទៅបន្ថែមទៀតដើម្បីកុំឲ្យថាទៅនំយើងប៉ះពាល់ការហូបចុកអាហារខុសគ្នាអញ្ចឹងជាចុងក្រោយអរគុណដល់ប្រជាពលរដ្ឋខ្មែរយើងជាសេះ friend ទាំងអស់ដែលគ្រប់គ្រងវិស័យកីឡាគុនខ្មែរជួយលើកតម្កើងកីឡាខ្មែរយើងមិនថាចាញ់ឈ្នះទេពួកគាត់នៅតែលើកតម្កើងក្រុមកីឡាកររបស់យើងទាំងអស់គ្នាហើយជាពិសេសក៏អរគុណដល់អាដាមកៅឆាយដែលយកចិត្តទុកដាក់ជំរុញកីឡាគុនខ្មែរយើងឲ្យទៅឈរលើនៅឆាកអន្តរជាតិ